សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរគឺយើងមានប្រភេទឡានឡង់គីសឺមួយគ្រឿងទៀតហើយដែលទៅជូនគាត់យកមកទទួលសេវាកម្មស្ងោរទឹកថ្នាំឡើងវិញទាំងម៉ូបាទហើយចំពោះឡាននេះដែរគឺមានបញ្ហាតិចតួចពេលគាត់យកមកធ្វើការស្ងោរទឹកថ្នាំឡើងវិញណាពុកម៉ែបងប្អូនចំពោះឡាននេះដែរមានកន្លែងខ្លះគឺត្រូវផ្ទុះទឹកថ្នាំឡើងមកហើយមានការច្រេះអញ្ចឹងគឺជាងខាងយើងធ្វើការឈូសដល់សាច់ដែកហើយកន្លែងមួយចំនួនគឺយើងធ្វើការទុកមកសន្ទាប់ពុកម៉ែបងប្អូនអូខេឥឡូវយើងមកមើលសកម្មភាពជាងដែលគាត់ធ្វើការបាញ់ឡានមកហើយចំពោះឡាននេះដែរគឺនៅពេលដែលយើងធ្វើការបាញ់រួចរាល់គឺឡានមានសភាពភ្លឺចែងចាំងពុកម៉ែបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីយើងធ្វើការបាញ់រួចរាល់ហើយគឺយើងធ្វើការបើកហ្វាកម្ដៅដើម្បីឲ្យសាច់ថ្នាំឡានមានការឆ្អិនល្អពុកម៉ែបងប្អូនឥឡូវយើងមកមើលឡានមកជុំមកតោះពីយើងធ្វើការបើកហ្វាកម្ដៅរួចរាល់ហើយគឺយើងយកឡានចេញមកក្រៅដើម្បីធ្វើការប៉ូលាមកជុំវិញឡានជូនអតិថិជនអូខេចំពោះឡាននេះដែរនៅពេលដែលយើងធ្វើការប៉ូលារួចរាល់គឺឡានមានសភាពភ្លឺចែងចាំងស្អាតពុកម៉ែបងប្អូនឥឡូវយើងមកមើលឡានដែលយើងធ្វើរួចរាល់មកជុំវិញឡានមកពុកម៉ែបងប្អូនដែលមានចង្អល់ផ្នែកណាមួយនៃទឹកថ្នាំឡានពុកម៉ែបងប្អូនអាចសាកសួរមកខាងក្រាស់តើបាញ់ថ្នាំ100យើងបានយើងរីករាយនឹងឆ្លើយសំណួរជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយចំពោះវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយនេះគឺជាប្រភេទឡាន Ford Ranger 023ដែលតេជូនគាត់មានការប៉ះទង្គិចតកៀកខាងឆ្វេងហើយនេះដែរគឺជាសកម្មភាពជាងដែលគាត់ធ្វើការឈូសទឹកថ្នាំចាស់បន្ទាប់ពីជាងតោនគាត់ធ្វើការតោនស្មារតីរួចរាល់មកវិញអូខេឥឡូវយើងមកមើលសកម្មភាពជាងដែលគាត់ធ្វើការបាញ់ថ្នាំតិចមកហើយចំពោះឡាននេះដែរក៏យើងមានកាត់ចោលតិចដែរពុកម៉ែបងប្អូនបន្ទាប់ពីយើងធ្វើការបាញ់រួចរាល់គឺយើងធ្វើការយកឡានចេញក្រៅដើម្បីឲ្យជាងគាត់ធ្វើការប៉ូលាបន្ថែមហើយចំពោះឡាននេះដែរគឺយើងធ្វើការបាញ់រួចរាល់ហើយគឺស្អាតពុកម៉ែបងប្អូន